សម្រាប់អ្នកប្រើ account Telegram មានបងប្អូនយើងណាខ្លះដែលកំពុងតែជាប់សញ្ញា 1D 1W ឬក៏ 1M ដែរឬក៏អត់បើសិនជាបងប្អូនកំពុងតែជួបបញ្ហាបែបហ្នឹងវីដេអូមួយនេះអាចជួយបងប្អូនបានជំរាបសួរនិងសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍ជាថ្មីមកកាន់ Channel កណ្ដាល iOS វីដេអូនេះខ្ញុំនឹងបង្ហាញពីរបៀបដោះ Auto Delete ឬក៏ភាសាខ្មែរយើងគេហៅថាជាប់កំណត់លុបឆាត Auto អញ្ចឹងណាបើសិនជាយើងកំណត់យកមួយថ្ងៃផុតពីមួយថ្ងៃហ្នឹងទៅវាលុបឆាត Auto ដោយខ្លួនឯងបើសិនជាយើងកំណត់យកលុបមួយសប្តាហ៍ម្ដងឬក៏លុបមួយខែម្ដងអាហ្នឹងវាប្រែប្រួលទៅតាមអ្វីដែលយើងបានកំណត់អញ្ចឹងណាបាទកំណត់យកមួយអាទិត្យម្ដងមួយអាទិត្យវាលុបកំណត់យកមួយខែម្ដងមួយខែវាលុប Auto ខ្លួនឯងបាទចឹងតោះយើងទៅដឹងពីរបៀបដោះទាំងអស់គ្នាជំរាបដំបូងបងប្អូនចូលមកក្នុងកម្មវិធី Telegram មកអូខេបន្ទាប់មកaccount មួយនេះពីរនេះបាទវាជាប់ Auto Delete ហើយឆាតពីរហ្នឹងសិតតែភាគីខាងគេជាអ្នកកំណត់ចឹងណាបាទជួនកាលគេអត់ដឹងថាគេបានចុចកំណត់លុប Auto ឬក៏ Auto Delete ចឹងទេតែទោះបីជាគេជាអ្នកកំណត់ឬក៏យើងជាអ្នកកំណត់ក៏យើងអាចដោះវិញបានដូចគ្នាបាទមិនមែនគេអ្នកដាក់ហើយយើងដោះអត់បានទេណាអាហ្នឹងភាគីទាំងសងខាងគឺអាចដោះបានដូចគ្នាយើងអ្នកដាក់យើងក៏ដោះបានគេក៏ដោះបានគេអ្នកដាក់គេក៏ដោះបានយើងក៏ដោះបានដូចគ្នាណាបាទគេតោះអញ្ចឹងយើងជ្រើសរើសឆាតមួយមកឆាតមួយណាដែលយើងចង់ដោះយើងចុចអាហ្នឹងមកអូខេចុចទៅលើឆាតមួយនេះបាទបន្តមកទៀតសម្រាប់ iPhone យើងចុចកន្លែងខាងលើគេខាងស្ដាំកន្លែងសញ្ញា profile នេះបាទអញ្ចឹងយើងចុចមកចុចទៅលើ profile សញ្ញា profile អូខេបន្តមកទៀតបងប្អូនកលេចមើលសញ្ញាចុច3នេះបាទចុចសញ្ញាចុច3មកឃើញតាណាចុចទៅក្នុងមកអូខេបន្តមកទៀតសម្រាប់ iPhone គឺយើងចុចយកកន្លែង adjust auto delete អូខេអញ្ចឹងចុចទៅលើ adjust auto delete បន្តមកទៀតបងប្អូនយកពាក្យថា disable បាទតែប៉ុណ្ណឹងនេះគេដាក់ថា auto delete is now off បាទអញ្ចឹងសម្រាប់របៀបដោះគឺប៉ុណ្ណឹងទេបាទថយមកវិញមកអូខេបងប្អូនឃើញទេកន្លែងនេះវាឡើងជាប់សញ្ញា 1D ទៀតហើយបាទអូខេអញ្ចឹង account នេះក៏ដូចគ្នាបាទយើងចុចដូចគ្នាមកចុចទៅលើឆាតមួយហ្នឹងហើយចុចទៅលើ profile គេមកបាទហើយចុចសញ្ញាចុច3តមកទៀតចុចadjust auto delete អញ្ចឹងយើងចុច disable មកតែប៉ុណ្ណឹងអូខេបាទចុចថយមកវិញមកបងប្អូននឹងឡើងឃើញពាក្យថាជាប់សញ្ញា 1D ទៀតហើយបាទ 1D 1W ឬក៏ 1M អញ្ចឹងណាបាទវាបាត់ហើយចំណុចមួយទៀតខ្ញុំចង់បញ្ជាក់ដែរបើសិនជារាល់ឆាតដែលយើងឆាតជាមួយគេវាតែងតែលុប auto ខ្លួនឯងបងប្អូនអាចចូលមកកន្លែងនេះដើម្បីដោះបាទចុចកន្លែងនេះមកកន្លែង profile ឬក៏ setting របស់យើងហ្នឹងបន្ទាប់មកបងប្អូនយក privacy and security ហើយបងប្អូនយក auto delete message ហើយបងប្អូនឆិចយកអោសមកបើសិនជាវាជាប់ 1day 1 week ឬក៏1 month ហ្នឹងបាទយើងត្រូវធីកនៅខាងលើនេះបាទចុចយកអោសមកតែប៉ុណ្ណឹងវាឡើងលុប auto ខ្លួនវាហើយបាទវានៅរក្សាឆាតដែលយើងធ្លាប់ឆាតពីមុនមកដដែលណាបាទអូខេអញ្ចឹងវីដេអូរបស់ខ្ញុំថ្ងៃនេះគឺមានប៉ុណ្ណឹងអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ហើយបើសិនជាបងប្អូនគិតថាវីដេអូរបស់ខ្ញុំមានប្រយោជន៍សូមកុំភ្លេចជួយចុចពាក្យជាឬក៏ subscribe channel របស់ខ្ញុំម្នាក់មួយផងបើសិនជាមានចម្ងល់អត់យល់តាមអត់ទាន់ត្រង់ចំណុចណាមួយបងប្អូនអាច comment សួរនៅខាងក្រោមវីដេអូបានហើយបើសិនជាអាចសូមកុំភ្លេចជួយ share វីដេអូមួយនេះម្នាក់មួយផងដើម្បីឲ្យបងប្អូនយើងដទៃទៀតគាត់បានឃើញអរគុណ